ឥឡូវតែយើងកំពុងសាកល្បងរុញរឿងស្វាយចន្ទទីហ្នឹងគឺយើងអត់ឲ្យទៅរុញគ្រប់កន្លែងទេគឺយកមកកន្លែងធ្វើឧស្សាហកម្មសួនឧស្សាហកម្មរុញទៅមកកន្លែងហ្នឹងហើយរត់ជួយភ្ជាប់ជួយអីយ៉ាងម៉េចឲ្យការអនុគ្រោះពន្ធអីយ៉ាងម៉េចរុញទៅមកកន្លែងសាកល្បងនៅកំពង់ធំនោះអាដាមនួនបរដ្ឋទៅនេះហើយរត់ឲ្យដី free ទៅក្នុងការវិនិយោគតែម្ដងហើយអ្នកមកធ្វើតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគឺត្រូវធ្វើម៉េចកាត់បន្ថយតម្លៃជួលទៅឲ្យក្រុមហ៊ុនសម្រាប់រោងចក្រកែច្នៃក្រុមការងារដែលខ្ញុំឲ្យទៅសិក្សាជាវិជ្ជាតាមពិតត្រូវដើរប៉ុន្តែដោយសង្គ្រាមព្រំដែនរៀងទៅលេខ្ញុំសួរគាត់សាកដឹងទេឲ្យធ្វើសួនឧស្សាហកម្មហ្នឹងគោលដៅសំខាន់ស្អីគេគាត់ថាគោលដៅសំខាន់គឺបង្កើតនៅខ្សែចង្វាក់និងលទ្ធភាពក្នុងការកែច្នៃក្នុងស្រុកឲ្យក្រុមហ៊ុនយើងនាំចេញខ្ញុំថាអានឹងជាគោលដៅបន្ទាប់បន្សំតែគោលដៅធំរបស់ខ្ញុំគឺរកទីផ្សារដែលមានតម្លៃខ្ពស់ស្ថិរភាពឲ្យកសិករបាទព្រោះបើខ្ញុំយកខ្សែចង្វាក់ផលិតកម្មយកអ្នកទិញយកមកដាក់នៅក្នុងស្រុកខ្ញុំជួយអ្នកនឹងតាមរយៈការឲ្យពន្ធទាបការឲ្យអីគាត់យកទុនមកវិនិយោគមានទីផ្សារនៅក្រៅគាត់ជួយខ្ញុំដើម្បីគាត់មានលទ្ធភាពទៅទិញផលិតផលពីកសិករស្វាយចន្ទទីជាជាងគាត់នាំចេញទៅណាទៅណីទិញឲ្យថ្លៃនឹងហើយជាគោលដៅសំខាន់គឺកសិករបាទមិនមែនតែត្រឹមយកមកឲ្យរោងចក្ររីកចម្រើនហើយកសិករអត់រីកចម្រើនទេគឺគោលដៅធំបំផុតគឺឲ្យគាត់មានលទ្ធភាពហ៊ានទិញតម្លៃខ្ពស់ហើយហ៊ានធានាហ៊ានកង់ត្រីហើយកសិករមានទីផ្សារដែលថេរបាទជាជាងចេញតាមព្រំដែនចេញតាមអីទៅណានៅចិត្តផ្ទះហើយធានានេះគឺជាគោលដៅនៃកសិឧស្សាហកម្មទីបំផុតគឺកសិកររបស់យើងជាគោលដៅធំធ្វើឲ្យកសិឧស្សាហកម្មដើរគឺបង្កើតទីផ្សារនៅនឹងកន្លែងទីផ្សារដែលមានតម្លៃខ្ពស់អញ្ចឹងអាចធានាបាន